បងប្អូនឃើញផ្ទះអណ្ដែតទឹកនេះមិនមែននៅក្រៅប្រទេសទេបងប្អូនបាទគឺស្ថិតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជារបស់យើងបាទហើយភូមិអណ្ដែតទឹកនេះដែរមានឈ្មោះថាកំពង់ភ្លុកបងប្អូនបាទវាគឺជារមណីយដ្ឋានមួយដែលទាក់ទាញភ្ញៀវទេសចរខ្លាំងមែនទែនទៅទស្សនាបាទដោយភ្ញៀវទេសចរបាទជិះពីក្រុងសៀមរាបទៅបាទគឺមានរយៈចម្ងាយប្រហែលជា1ម៉ោងទៅ1ម៉ោងកន្លះបងប្អូនអរគ្នាបាទនៅទីនោះដែរភ្ញៀវទេសចរត្រូវជួលទូកម្នាក់មួយដើម្បីធ្វើការអមទូកដើម្បីទៅមើលប្រជាពលរដ្ឋដែលគាត់រស់នៅភូមិបណ្ដែតទឹកនៅកំពង់ភ្លុកបងប្អូនបាទនិយាយរួមទៅក្នុងខែវស្សានេះគឺពួកគាត់ពិតជាពិបាកក្នុងការរស់នៅខ្លាំងមែនទែនដោយសារតែផ្ទះរបស់គាត់ហ្នឹងបាទគឺលិចទាំងស្រុងនៅបរិវេណខាងក្រោមបាទគឺលិចទាំងអស់តែម្ដងបងប្អូនអរគ្នាបាទអញ្ចឹងគាត់ធ្វើការចិញ្ចឹមមាន់ចិញ្ចឹមទាក៏ដូចជាចិញ្ចឹមគោក្របីនេះបាទគឺពិតជាពិបាកខ្លាំងមែនទែនបាទក្នុងការបាទប្រកបការងារចិញ្ចឹមសត្វអញ្ចឹងបងប្អូនអរគ្នាបាទចឹងទេប្រជាពលរដ្ឋដែលរស់នៅតំបន់នេះគាត់បាទមានមុខរបរមួយទៀតបន្ថែមគឺគាត់បាទចម្លងបាទអ្នកទេសចរដើម្បីបាទយកអ្នកទេសចរមកមើលផ្ទះអណ្ដែតទឹកដែលពលរដ្ឋរស់នៅទីនេះបងប្អូនឃើញបាទនិយាយរួមទៅបាទពួកគាត់មានមុខរបរនេះគឺបាទតាំងពីយូរយារណាស់មកហើយបងប្អូនឃើញដោយសារតែភូមិនេះបាទលិចទឹកតាំងពីយូរយារណាស់មកហើយបាទ